Bà,បងប្អូនខ្លះប្រហែលជាធ្លាប់មានបញ្ហាបាត់ DPC នេះបាទអញ្ចឹងបើបាត់ហើយអត់ដឹងថាទៅរកនរណាវិញអញ្ចឹងឬក៏ពេលខ្លះបាត់ធុងសារ៉ាមនេះអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំចែករំលែកពីចំណុចទី1ហើយយើងទៅរក DPC នេះមកដាក់វិញយ៉ាងម៉េចហើយទី2យើងរៀនដូររូប DPC ហ្នឹងឲ្យវាលយជាងមុនដូររូបផ្សេងតែយើងដូរបានអត់យើងដូរយ៉ាងម៉េចអូខេវីដេអូនេះសម្រាប់អ្នកដែលអត់ទាន់ចេះទេណាអញ្ចឹងអ្នកចេះហើយអាចអស់រំលងបានតោះយើងចាប់ផ្ដើមដាក់ជាមួយគ្នាអញ្ចឹងមកស្ដាំនៅលើ desktop ហើយយើងយក personalize បន្តទៀតយើងយកពាក្យថា sim បន្តមកទៀតយើងមើលខាងស្ដាំយើងយកពាក្យថា desktop icon setting បាទហើយយើងនេះពេលដែលវាអត់ tick ទេមានថាវាបាត់ហើយយើងចុចលើនឹងមកហើយបើបាត់ recycle bin យើងចុចលើ recycle bin មកហើយ4 5នេះវាចឹងចង់បានយើងចុចតែខ្ញុំមិនចង់បានទេខ្ញុំមិនដាក់ខ្ញុំដាក់12ហ្នឹងទេហើយយើងយកពាក្យ apply ហើយអូខេបន្តមកទៀតយើងនឹងឃើញ DPC របស់យើងត្រឡប់មកវិញហើយយើងអាចចាប់ដាក់នៅទីដាំងណាដែលយើងចង់បានអូខេចុះបើយើងចង់ដូរ DPC នឹងបានអត់ដូរបានតែមុនដូរយើងទៅ download រូបសារសិនយកមកដាក់ណាអញ្ចឹងខ្ញុំណែនាំដល់អ្នកចូលក្នុង website មួយបងប្អូនទាំងអស់គ្នាអាច search ថា iconarchive.com ហើយចូលទៅ search លើនឹងទៅបាទឥឡូវយើងចង់បាន icon នេះគេ icon DPC យើងវាយ DPC search មកបាទអត់ចេញទេណាបាទ PC បាទនេះចេញមកហើយអញ្ចឹងមានច្រើនអាចដោនបានដល់ខ្ញុំឆ្លាញ់មួយនេះខ្ញុំចុចលើហ្នឹងទៅហើយយើងយកពាក្យថា all download all format នេះតែយើងយកវិញយើងអត់យកទាំងអស់ហើយយើងយកតែ ICO មកបានហើយអញ្ចឹងវាដោនទៅហើយនេះបាទឬក៏រូបធុងសារ៉ាមផ្សេងនេះព្រោះខ្ញុំចង់បានធុងសារ៉ាមនេះខ្ញុំចុចលើហ្នឹងមក download all format ហើយយើងយក .ico អញ្ចឹងយើងដោនបានធុងសារ៉ាមទៀតហើយបាទអញ្ចឹងមានច្រើនអាច search នៅក្នុង website ហ្នឹងបានតោះយើងទៅដូរមួយគ្នាទៅដូរចូលទៅកន្លែងដដែលមកស្ដាំយើងយកពាក្យថា personalize យើងយក sim យើងយក icon បាទតាមទៀតយើងដូរឲ្យគេមុនយើងដូរ DPC យើងចុចលើ DPC យើងយកពាក្យថា change icon មកហើយ browse ទៅរូបយើងទុកនៅណាមិញរូបយើងនៅក្នុង download ហ្នឹងនេះបាទខ្ញុំដាក់រូបអាហ្នឹង open មក apply មួយបាទអញ្ចឹងយើងមើលលទ្ធផលយើងបាទឃើញ DPC ដូររូបឥឡូវយើងដូរធុងសារ៉ាមម្ដងធុងសារ៉ាមដូរដូចគ្នាណាចូលទៅ icon setting អញ្ចឹងមកបាទអានេះពេញយើងពេញធុងសារ៉ាមពេញយើងដាក់រូបអីធុងសារ៉ាមពេញខ្ញុំដាក់រូបពណ៌ក្រហមនេះហើយធុងសារ៉ាមអត់ពេញទេខ្ញុំដាក់រូបរូបអីគេរូបពណ៌ខ្មៅនេះបាទអូខេអញ្ចឹងយើងឃើញធុងសារ៉ាមយើងពណ៌ក្រហមមានថាវាពេញវាមានសារ៉ាមទេខ្ញុំលុប PMT ចោលទៅអញ្ចឹងធុងសារ៉ាមយើងវាចេញពណ៌ខ្មៅវិញហើយ folder ក៏យើងអាចដូរបានដែរនេះខ្ញុំទឹកដូរហើយណាខ្ញុំចង់ដូរទៅជាអីផ្សេងក៏បានអញ្ចឹងខ្ញុំមកស្ដាំលើហ្នឹងយកពាក្យថា property change icon បាទអញ្ចឹងយើងទៅរក icon មកហើយខ្ញុំដាក់ពណ៌នេះវិញapply វិញអូខេអញ្ចឹង folder យើងត្រូវបានដូរពណ៌បានហើយអញ្ចឹងវីដេអូដែលទៅនឹងការដាក់ icon DPC ដូរ icon ហើយដូរ icon folder គឺវាមានប៉ុណ្ណឹងហើយខ្ញុំសប្បាយចិត្តនឹងការចែករំលែកទាំងអស់គ្នាហើយជួបគ្នានៅវីដេអូក្រោយទៀត